ជំរាបសួរបងប្អូនថ្ងៃនេះមកបញ្ចេញស្នាដៃយកpizza ធ្វើ dose ហ្នឹងយកមកធ្វើជាឆាខ្វៃហើយ this is the dose ដែលថាម្សៅវាហ្នឹងខ្ញុំ recommend this brand is really good ហើយពេលបងប្អូន open from the bottom វាមានអត់មាន air ដល់ពេលទៅវា pop make sure open it carefully ហើយបងប្អូនអត់មានធ្វើអីទេគ្រាន់តែចេញមកពីកញ្ចប់វាហ្នឹងបងប្អូនលាតវាទៅហើយដាក់វាលើជ្រុញមកណាឃើញលាតវាហើយបងប្អូនយកកបាត់ជុំមកកាត់វាកាត់តាមsize ដែលបងប្អូនចូលចិត្តណាខ្ញុំកាត់រៀងទីរៀងខ្លីបន្តិចព្រោះខ្ញុំយកផ្ទះទូចខ្ញុំចង់សាក់ my first time doing it ហើយខ្ញុំដាក់ជួយចកោះមកយើងដាក់ទឹកវាពីលើបន្តិចទៅដើម្បីវា separate ដូសនឹងជានេះកុំឲ្យវាជាប់គ្នាហ្នឹងខ្ញុំធ្វើរបៀបចឹងណាបងប្អូនហើយបន្ទាប់មកបងប្អូនទាញវានឹងស្រៀងនឹងតែនេះហេចង់ដឹងខ្សែវាប៉ុណ្ណាហើយដាក់ខ្ទះក្តៅហើយបើកភ្លើងមុំបងប្អូនកុំដាក់ភ្លើងច្រើនពេកកុំដាក់ភ្លើងខ្លាំងពេកដល់ពេលដាក់ខ្លាំងវាខ្លោចហើយពេលអត់ separate វាចេញមករៀងមកដូច bread stick ចឹងអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនយកម្សៅទាំងពីរដាក់ជាប់គ្នាហើយទាញហើយចាំដាក់ចូលបងចូលខ្លាំងហ្នឹងទៅខ្ញុំធ្វើម្ដងមួយអញ្ចឹងណាបងប្អូនវាស្រួលហើយដាក់ភ្លើងខាង low side កុំដាក់ខ្លាំងហើយនេះដូច plastic ហ្នឹងព្រោះខ្ញុំអត់វាយវាអញ្ចឹងបងប្អូនដាក់ដូចខ្ញុំថាអញ្ចឹងដាក់ម្សៅពីរហ្នឹងជាប់គ្នាហើយទាញវាទៅវាចេញរៀងដូនណាតែឲ្យបងប្អូនអាចប្រើផ្ទះខ្ញុំអត់សូវចង់ប្រើប្រេងច្រើនខ្ញុំប្រើម្ដងមួយចេះ relax ស្ដាប់ music and ធ្វើ so ហូគ្រៀងឆាខ្វាញ់ខ្ញុំហូគ្រៀង light tea actually មកកញ្ចប់ហ្នឹងបានច្រើនណាហើយប៉ាខ្ញុំក៏ចូលទៅញ៉ាំ2ដងហើយគាត់ថាគាត់ហើយខ្ញុំ try it out it's taste just like donut I mean donut នំឆាខ្វៃហ្នឹងប៉ុន្តែវាអត់ផ្អែមអញ្ចឹងដាក់ជាមួយ condensed milk ទៅ perfect